អាយដាមផៃប៊ុនឈឿនដឹកនាំក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តស្ទឹងត្រែងជួបសំណេះសំណាលនិងប្រគល់សម្ភារៈសោទស្សន៍ជូនគណៈកម្មាធិការគណៈបកស្រុកនិងឃុំទាំង7របស់ស្រុកសេសាននារសៀលថ្ងៃទី10ខែសីហាឆ្នាំ2026អាយដាមផៃប៊ុនឈឿនប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតីនិងដឹកនាំអនុប្រធានព្រមទាំងសមាជិកក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណៈបកស្រុកសេសាននិងគណៈកម្មាធិការគណៈបកឃុំទាំង7ព្រមទាំងប្រគល់សម្ភារៈសោទស្សន៍ជូនសម្រាប់ប្រើប្រាស់ក្នុងការងាររបស់គណៈកម្មាធិការគណៈបកនៅមូលដ្ឋានពិធីនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធាននិងសមាជិកក្រុមការងារគណៈបកចុះមូលដ្ឋានខេត្តស្ទឹងត្រែងព្រមទាំងសមាជិកគណៈកម្មាធិការគណៈបកស្រុកនិងសមាជិកគណៈកម្មាធិការគណៈបកឃុំទាំង7សរុបចំនួន110នាក់ក្នុងនោះស្រីចំនួន28នាក់ដោយពិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនិងសាមគ្គីភាពរវាងក្រុមការងារគណៈបកចុះមូលដ្ឋានជាមួយគណៈកម្មាធិការគណៈបកស្រុកនិងគណៈកម្មាធិការគណៈបកឃុំរបស់ស្រុកសេសានព្រមទាំងស្វែងយល់ពីស្ថានភាពការងារបញ្ហាប្រឈមនិងតម្រូវការចាំបាច់នានាដែលកើតមាននៅតាមមូលដ្ឋានដើម្បីរួមគ្នាស្វែងរកនៅដំណោះស្រាយនិងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់គណៈបកក្នុងឱកាសនោះអាយដាមផៃប៊ុនឈឿនបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការគណៈបកស្រុកសេសាននិងឃុំដែលបានចូលរួមបំពេញភារកិច្ចនៅមូលដ្ឋានព្រមទាំងបានជំរុញឲ្យសមាជិកគ្រប់រូបបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងសហការគ្នាឲ្យបានល្អដើម្បីឲ្យការងារគណៈបកនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូននិងមានប្រសិទ្ធភាពឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការចុះជាប់ជាមួយមូលដ្ឋានដោយត្រូវយកចិត្តទុកដាក់ស្ដាប់មតិយោបល់សំណុំពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងគណៈបកនិងប្រជាពលរដ្ឋការចុះមូលដ្ឋានជាប្រចាំនឹងជួយឲ្យក្រុមការងារនិងមន្ត្រីគណៈបកនៅគ្រប់លំដាប់ថ្នាក់អាចយល់បានកាន់តែច្បាស់ពីតម្រូវការជាក់ស្ដែងនិងអាចរួមចំណែកដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងមានប្រសិទ្ធភាពជាមួយគ្នានេះសម្ភារៈសោទស្សន៍ម៉ាក់ Samsung ទំហំ55អ៊ីងត្រូវបានប្រគល់ជូនគណៈកម្មាធិការគណៈបកស្រុកនិងគណៈកម្មាធិការគណៈបកឃុំទាំង7ដើម្បីបម្រើទៅដល់ការងារផ្សព្វផ្សាយការផ្ដល់ព័ត៌មានការបណ្ដុះបណ្ដាលការប្រជុំនិងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធទៅនឹងការងារគណៈបកនៅមូលដ្ឋានដោយក្នុងនោះអាយដាមផៃប៊ុនឈឿនបានគូបញ្ជាក់បន្ថែមថាការផ្ដល់សម្ភារៈនេះត្រូវបានចាត់ទុកថាជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយសម្រួលដល់ការងាររបស់គណៈកម្មាធិការគណៈបកនៅមូលដ្ឋានជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាសោទស្សន៍សម្រាប់ក្រុមការងារការផ្សព្វផ្សាយសារនយោបាយនិងព័ត៌មានពាក់ព័ន្ធព្រមទាំងការបង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនងនិងការអនុវត្តសកម្មភាពនានារបស់គណៈបក